ចំពោះទី2នៃសិភៅអំណាចជាអំណាចត្រង់ចំណុចអំណាចនិងសមាធិបាននិយាយថាការអានសិភៅដែលយកចិត្តទុកដាក់បំផុតគឺជាវិធីសមាធិមួយយ៉ាងដែលអនុញ្ញាតឲ្យយើងមានឱកាសបានស្ងប់ចិត្តមិនគិតរវើរវាយគ្រូសមាធិឥណ្ឌាក្នុងយុគទំនើបនិយាយថាអានតិចតែត្រូវសមាធិឲ្យបានច្រើននិងត្រូវសញ្ជឹងគិតទៅដល់ព្រះជាម្ចាស់គ្រប់ពេលវេលាឃ្លាខាងលើចង់មានន័យថាការអានត្រូវតិចជាងការសមាធិមានន័យថាសញ្ជឹងគិតពីរចនាសម្ព័ន្ធចិត្តនិងកាយក្នុងខ្លួនដោយស្វែងយល់អំពីស្ថានភាពដល់ឡែកក្នុងខ្លួននិងទំនាក់ទំនងរវាងអស្ថិរភាពរបស់ខ្លួននិងធម្មជាតិនៅក្នុងចក្រវាឡគិតដល់ព្រះជាម្ចាស់គ្រប់ពេលវេលាគឺមានន័យថាត្រូវមានសតិដឹងខ្លួនជានិច្ចពីព្រោះព្រះជាម្ចាស់សន្ធិដ្ឋនៅក្នុងខ្លួនមនុស្សឧទាហរណ៍បើខឹងត្រូវតែដឹងថាខឹងបើសប្បាយត្រឹមតែដឹងថាសប្បាយបើទុក្ខដឹងត្រឹមថាជាទុក្ខសតិដឹងបែបនេះវាធ្វើឲ្យមនុស្សគ្មានការសោយនៅអារម្មណ៍នៅពេលដែលគ្មានការសោយនៅអារម្មណ៍ចិត្តនេះឈានដល់កម្រិតចិត្តសន្តិភាពឬចិត្តនិព្វាននៅក្នុងខ្លួនរបស់មនុស្សឬមានថាមពលពណ៌ត្រូវធាតុព្រះក្នុងខ្លួនគិតដល់ព្រះគឺសញ្ជឹងគិតអំពីព្រះរហូតស្គាល់ព្រះឬគិតអំពីខ្លួនឯងរហូតដល់ស្គាល់ខ្លួនឯងពិតប្រាកដការអានសិភៅបានច្រើនគឺបានល្អត្រឹមតែពាក់កណ្ដាលប៉ុណ្ណោះពាក់កណ្ដាលទៀតនៃភាពល្អអំពីការអានគឺត្រូវប្រើការគិតឲ្យបានច្រើនលើសពីល្អគឺត្រូវអានត្រូវសិភៅល្អពីព្រោះមិនមែនឲ្យតែសិភៅវាសុទ្ធតែល្អទាំងអស់នោះទេសិភៅល្អព្យាបាលសង្គមតែសិភៅអាក្រក់គឺបំពុលសង្គមនេះគឺជាបញ្ហាកង្វល់ដែលអ្នកសរសេរនិងអ្នកនិពន្ធត្រូវគិតគូរប្រុងប្រយ័ត្នចំពោះសំណេររបស់ខ្លួនអក្សរមួយឃ្លានិងសម្ដីមួយម៉ាត់គឺជាអ្នកឆ្លាក់ខួរក្បាលរបស់មនុស្ស